ជំរាបសួរអតិថិជនរបស់ហាងចរណៃទាំងអស់គ្នាសូមស្វាគមន៍មកកាន់ផ្ទះបាយចរណៃអញ្ចឹងថ្ងៃនេះជួបជាមួយនឹង Chef Mara របស់យើងទៀតហើយអញ្ចឹងអតិថិជនទាំងអស់គ្នាចង់ដឹងអត់ថា Chef Mara ថ្ងៃនេះមានមុខម្ហូបអ្វីចម្លែកប្លែកអារម្មណ៍មកជូនអតិថិជនទាំងអស់គ្នាទស្សនាអញ្ចឹងយើងទៅជួបជាមួយនឹង Chef Mara ទាំងអស់គ្នាជំរាបសួរបងចាខ្ញុំចង់ដឹងថាបងថ្ងៃនេះមានជាមួយនឹងមុខម្ហូបអ្វីចម្លែកប្លែកអារម្មណ៍ចែកជូនដល់អតិថិជននិងភ្ញៀវកិត្តិយសរបស់យើងអត់បងចាសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំបានយកមុខម្ហូបមួយដែលគេហៅថាប្រួយត្រីសាមុនប្រឡាក់យកទៅបំពងចាពិសេសខ្លាំងមែនតើអញ្ចឹងសម្រាប់អតិថិជនទាំងអស់គ្នាចង់ដឹងថារសជាតិបែបណានិងចម្អិនបែបណាអញ្ចឹងយើងទៅចូលរួមមើលជាមួយនឹងការចម្អិនរបស់ Chef Mara ទាំងអស់គ្នាចាជាដំបូងគឺយើងត្រូវតែមានប្រួយត្រីរបស់ហាងចរណៃជាមុនសិនតោះអញ្ចឹងយើងមកមើលពីការផ្សំគ្រឿងប្រួយត្រីសាមុនប្រឡាក់របស់យើងគឺមានចាផ្សំគ្រឿងគឺអត់មានអីច្រើនទេបងគឺមានតែប្រហែលមុខហ្នឹងគឺបងអាចធ្វើការប្រឡាក់ព្រួយត្រីសាមុនបានហើយតើអញ្ចឹងយើងយកព្រួយត្រីដែលយើងបានធ្វើលាងរួចយកមកដាក់ក្នុងចានរបស់យើងតោះអញ្ចឹងយើងមកផ្សំគ្រឿងចានេះយើងដាក់ជាមួយស្ករសចាដាក់ជាមួយនឹងរ៉ូឌីរបស់យើងចាចាអញ្ចឹងយើងច្បល់វាឲ្យវាចូលជាតិចាចូលជាតិចាហើយបងចង់បានបន្ថែមរសជាតិប្រៃផ្អែមឬក៏បងចង់បានរសជាតិហឹរបងអាចបន្ថែមបានទៀតដោយសារបងខ្លះគាត់ចូលចិត្តរៀងហឹរអីអញ្ចឹងទៅចាដើម្បីឲ្យវាបន្ថែមរសជាតិមួយទៀតចាតោះអញ្ចឹងសម្រាប់បងដែលគាត់ពងប្រួយត្រីសាមុនបើគាត់ចង់បានរសជាតិចាបែបរៀងស្រួយបែបបំពងទៅកុំឲ្យជាប់គឺបងអាចប្រឡាក់ជាមួយនឹងម្សៅចាអញ្ចឹងគឺយើងប្រឡាក់បែបហ្នឹងមកយើងមិនបាច់ចាំប្រឡាក់ច្រើនពេកទេដើម្បីឲ្យវាមានជាតិឆ្ងើយមែនតើហើយអត់តាន់បានភ្លក់ឯណាបងតែមើលទៅដូចស្រួយខ្លាំងណាចឹងតិចទៀតយើងទៅភ្លក់ទាំងគ្នានេះបងអញ្ចឹងគឺមុខម្ហូបរបស់យើងគឺបានឆ្អិនទេបងអញ្ចឹងយើងធ្វើការភ្លក់ជាមួយនឹងខ្ញុំទាំងពីរអ្នកទាំងអស់គ្នាខ្ញុំប្រើដៃបងនេះយើងជ្រលក់ក៏មានជាមួយនឹងទឹកត្រីកោះកុងដែលយកមកពីហាងចរណៃដែរណាបងនេះយើងជ្រលក់ជាមួយនឹងប្រួយត្រីហ្នឹងគឺចាប់ជាតិគ្នាខ្លាំងមែនទែនឥឡូវយើងភ្លក់ទាំងអស់គ្នាឆ្ងាញ់មែនតើបងហើយឡើងឈ្ងុយខ្លាំងមែនតើជាមួយទឹកត្រីកោះកុងគឺត្រូវជាតិគ្នាតែម្ដងតើអញ្ចឹងគឺសម្រាប់បងនេះគឺយកបានភ្លក់ហើយបងគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់បងដែលគាត់ចង់បានជាមួយនឹងប្រួយត្រីសាមុនបែបនេះធំបែបនេះដែលយកមកពីប្រទេសណ័រវេពិតអាចធ្វើការទៅរកបាននៅគ្រប់សាខារបស់ហាងចរណៃតែម្ដងមួយកញ្ចប់តម្លៃត្រឹមតែ$5 5កាក់ទេឬបងចង់កម្មងអាចឆាតទៅកាន់ Page Facebook របស់ហាងចរណៃក៏បានអរគុណច្រើនសូមជម្រាបលា